ពេលសម្ភាសការងារម្ដងខ្ញុំគិតថាប្រហែលជាវ៉ាពីព្រោះធម្មតាយកអក្សរជាភាសាជប៉ុនអីអញ្ចឹងតាំងក៏ប៉ិតខ្ញុំទៅសម្ភាសវគ្គមុននោះផ្នែកវាខ្ចប់ចំណីអាហារអញ្ចឹងហើយគេត្រូវការជ្រើសរើសដូចថាយើងចេះនិយាយភាសាជប៉ុនរឿងបានច្រើនដែរអញ្ចឹងណាហើយណាមួយអ្នកសម្ភាសខ្ញុំហ្នឹងគេនិយាយរឿងងាប់ទៀតខ្ញុំមិនចូលស្ដាប់បានទេហើយណាមួយគេរៀងចំណាស់ដែរអញ្ចឹងហើយដល់យើងទៅណាមួយចេះមិនមែនមកពីទោសមកពីគេទេថាមកពីយើងចេះតែមកអត់ចេះភាសាជប៉ុនទោសគេមិនកើតមែនទេហើយណាមួយគេមិនត្រូវវាថាជ្រើសរើសយកយើងអញ្ចឹងគេសួរនេះសួរនោះដល់យើងឲ្យខ្ញុំអ្នកឆ្លើយច្រើនជាងគេតែពេលដល់ខ្ញុំមកសម្ភាសក្រុមហ៊ុនធ្វើត្រីធ្វើឡើងធ្វើម្ហូបវគ្គក្រោយនេះសម្ភាសដែរសួរតែបន្តិចហើយទៅអីគេសួរខ្ញុំឆ្លើយបានតែបន្តិចទៅហើយទៅខ្ញុំក៏និយាយបន្តវាថាពីនេះពីនោះអញ្ចឹងធម្មតាមាត់យើងរៀងលពឹសដែរអញ្ចឹងហើយគេសួរមានអីសួរអត់យើងចេះតែសួរនេះសួរនោះឲ្យតែវាថាមានសំណួរសួរណាមួយយើងត្រូវឆ្ងល់ដែរខ្លះអញ្ចឹងណាពេលដល់អញ្ចឹងទៅមានទេតែបន្តិចពេលដល់គេត្រូវយកយើងមិនបាច់សម្ភាសយើងសួរយើងច្រើនទេងាកមិញហ្នឹងខមកឲ្យក្មេងខ្ញុំប្រាប់ថាឲ្យខ្ញុំទៅធ្វើការថ្ងៃ5ហ្នឹងឯងហើយមានអារម្មណ៍ថាហើយគេចង់សួរយើងថាធ្វើការដល់ពីម៉ោង8កន្លះហ្នឹងរហូតដល់ម៉ោង5ល្ងាចហ្នឹងមិនដែរធ្វើទៅរួចអត់បើទៅអត់រួចត្រូវម៉ោង4ក៏បានដែរគេថាអញ្ចឹងណាហើយទៅខ្ញុំថាអត់ទេខ្ញុំធ្វើការដល់ម៉ោង5មិនវាថាចង់ធ្វើការចង់ងាប់ហើយអត់ចង់ផ្ទះទេចង់បានទៅធ្វើការហើយបើប្តីផងមកធ្វើការវិញប្រាប់ថាញ៉ែវាថាកុំប្រឹងជំរុញខ្លួនឯងខ្លាំងពេកក្នុងការងារអញ្ចឹងណាហើយទៅខ្ញុំថាអត់អីទេខ្ញុំធ្វើបានខ្ញុំថាអញ្ចឹងហើយទៅណាមួយខ្ញុំក៏ប្រាប់ប្តីថាញ៉ែដែរថាបើការងារសម្ភាសលើកហ្នឹងនៅចិត្តហ្នឹងវាថានៅតែវាថាពិបាករកការងារធ្វើអញ្ចឹងខ្ញុំទៅធ្វើការងារឆ្ងាយណាគេគាត់ថាទេអត់ទៅទេហើយទៅពេកព្រោះអត់ឲ្យទៅហ្នឹងព្រោះខ្ញុំនៅដេកចាយលុយប្តីមិនស្រួលទេដេកចាយលុយប្តីយើងដឹងហើយថាវាថាយើងរស់ស្រួលយើងចង់បានអីបានហ្នឹងហើយប៉ុន្តែវាថាមិនលះហះដូចហៅថាលុយនៅក្នុងហោប៉ៅយើងគាត់នៅថាស្រឡាញ់ប្តីយើងទាញប្តីយើងគិតលុយហោប៉ៅយើងអញ្ចឹងលឿនអញ្ចឹងអាឡែងសុំប្តីមានអារម្មណ៍ថាវាមិនស្រួលចិត្តដូចយើងចាយលុយខ្លួនឯងទេហ្នឹងហើយជីវិតខ្ញុំពិតគឺខ្ញុំជួយចិត្តដូចថាធ្វើអីចាយលុយអីវាថាខ្លួនឯងអញ្ចឹងណាសុំលុយគេនិយាយរួមខ្ញុំទម្លាប់តាំងពីទូចមកម៉េះខ្ញុំសុំលុយម៉ែខ្ញុំពិបាកណាពេលដល់ខ្ញុំទៅខ្ញុំចេះតែវាថាមានកំណត់ចេះចង់រកលុយខ្លួនឯងបេះបន្លែលក់បេះនេះបេះនោះយកទៅលក់នៅផ្សារអញ្ចឹងទៅបានលុយវាថាតែ300ហ្នឹងគឺចាប់ដើមឡើងលើតុកជើងម៉ាគេឲ្យគេដាក់បង្អែមមក300ហើយទៅមកជំនាន់ហ្នឹងលោកអើយបង្អែម300មានរសជាតិឆ្ងាញ់ណាស់បបរស្តែខៀវយើងណាគាត់ដាក់ទឹកដោះគោឲ្យទេតែកកឈូសពីលើហ្នឹងលោកអើយជាតិណាឆ្ងាញ់ជីវិតក្មេងអត់លុយពេលដែលយើងចេះរកលុយបានខ្លួនឯងពេលដែលយើងទៅមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងណាស់